នេះគឺជាបេះដូងសុបនិមិត្តដំបូងគេបង្អស់របស់ពិភពលោកវាត្រូវបានរចនានិងបង្កើតឡើងដោយក្រុមវិជ្ជបណ្ឌិតនិងអ្នកវិទ្យាសាស្ត្ររបស់ប្រទេសបារាំងនិងផលិតដោយក្រុមហ៊ុនមានឈ្មោះថា Carmat វាត្រូវបានយកគំរូនិងលំនាំតាមបេះដូងពិត 100% នៅក្នុងបេះដូងសុបនិមិត្តនេះមានស្នោបនិងផតចំនួន2សម្រាប់ច្របាច់បញ្ជូនឈាមពីបេះដូងទៅសរសៃឈាមពេញរាងកាយនៅផ្នែកខាងលើមានសន្ទះបិទបើកស្វ័យប្រវត្តិសម្រាប់ការពារពីចលនាឈាមរត់បញ្ច្រាស់ចំណែកនៅផ្នែកខាងក្រោមមានបន្ទះឈីបជាមួយនឹង sensor សម្រាប់គណនាពីចង្វាក់បេះដូងនិងអុកស៊ីសែននៅក្នុងឈាមនៅពេលដែលអុកស៊ីសែននៅក្នុងឈាមបានធ្លាក់ចុះបេះដូងមួយនេះនឹងធ្វើការច្របាច់ឈាមលឿនជាងមុនដើម្បីបញ្ជូនឈាមជាច្រើនទៅចិញ្ចឹមសរសៃឈាមខួរក្បាលបេះដូងមួយនេះជាទូទៅមានទម្ងន់900ក្រាមអាស្រ័យទៅលើភេទនិងរាងកាយរបស់អ្នកជំងឺដោយសារតែវាមានស្នោបនិង chip ហើយ sensor ជាច្រើនវាត្រូវការថាមពលជាច្រើនដូចគ្នាហេតុនេះហើយมันអាចប្រើថ្មធម្មតាដូចជាឧបករណ៍ជំនួយបេះដូងទូទៅនោះទេវាត្រូវការថាមពលជាច្រើនអាស្រ័យហេតុនេះហើយទើបវិជ្ជបណ្ឌិតបានរចនាឡើងដោយបណ្ដោះខ្សែភ្លើងមួយចេញមកក្រៅនិងតម្រូវឲ្យអ្នកជំងឺស្ពាយថ្មជាប់រហូតហើយតម្លៃរបស់វាប្រហែលជាជាង$230,000នេះគ្រាន់តែជាថ្លៃសម្រាប់បេះដូងមួយគ្រឿងមិនទាន់បូករួមទាំងតម្លៃវះកាត់និងថែទាំនៅឡើយទេវាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់បុគ្គលដែលមានជំងឺបេះដូងធ្ងន់ធ្ងរត្រូវការវះកាត់បដូរបេះដូងជាបន្ទាន់និងល្អបំផុតសម្រាប់ការពន្យាជីវិតដើម្បីរងចាំបេះដូងពិតប្រាកដពីសប្បុរសជនវាជាការបង្កើតដ៏អស្ចារ្យមួយសម្រាប់ជួយជីវិតមនុស្សនាពេលបច្ចុប្បន្នក៏ដូចជាអនាគត